អាចមានអារម្មណ៍ថាខ្លួនឯងអន់ជាងអ្នកដទៃតើអ្នកកំពុងធ្វើអ្វីតើអ្នកចង់បានអ្វីតើមានស្ថានីយ៍ឆ្មាផ្កាយ5ទេមិនមានកូនឆ្មាផ្កាពុកធំទេគ្មាននរណាម្នាក់ទេមានតែអាហារអណ្ដែតលើផ្កាព្រូនតូចខ្ញុំចង់បានពួកគេទាំងអស់តើអ្នកមានសន្លឹកឆ្នោតច្រើនទេខ្ញុំនៅទីនេះដើម្បីទិញអ្វីមួយតើខ្ញុំអាចយករបស់ស្អាតជាច្រើនមកជាមួយបានទេវានិយាយថាទៅយកទៅមិនអីទេរងចាំបន្តិចដល់អ្នកតើយឺតជីហុងសូមបញ្ជូនខ្ញុំត្រឡប់ទៅសម័យបច្ចុប្បន្នវិញកញ្ញាហេតុអីមកទីនេះបើមិនប្រាប់ខ្ញុំមុនបើមិនដូច្នេះទេវាមិនងាយស្រួលបញ្ចូលទេត្រាំគាត់ចូលទៅក្នុងស្រះហើយធ្វើផលិតផលដែលបានបញ្ចប់ហៅពួកគេម្ដងទៀតហើយពន្យល់ដោយប្រុងប្រយ័ត្នរឿងនេះពិតជាមានតម្លៃណាស់វាក៏ចាំបាច់ត្រូវផ្សំជាមួយគ្រឿងផ្សំអសជាច្រើនភ្លេចវាប្រញាប់ធ្វើចប់ហើយទៅផ្ទះអ្នកមិនអាចត្រាំភ្នែករបស់អ្នករយៈពេល2ថ្ងៃដោយមិនបានបំពេញខ្យល់នោះទេត្រឡប់ទៅមុនយើងត្រូវប្រញាប់ត្រឡប់ទៅផ្ទះវិញខ្ញុំត្រូវរកវិធីយកសម្បត្តិកង់ហេតុអ្វីខ្ញុំល្ងងម្លេះតើគេធ្វើសម្បត្តិកង់បែបណាក្នុងសម័យបច្ចុប្បន្នខ្ញុំគ្រាន់តែអាចទិញចំនួនហើយយកវាមកវិញជាមួយខ្ញុំយុវជនអ្នកចង់ធ្វើដំណើរដោយខ្លួនឯងវាថ្មីតើវាអាចត្រូវបានលក់ក្នុងតម្លៃ800យ៉ាងដូចម្តេចនៅពេលដែលវាហួសពីមូលដ្ឋាននៅក្នុងទសវត្សរ៍ឆ្នាំ1960និង1970 800ថ្លៃណាស់មែនទេពួកគេលក់ក្នុងតម្លៃ600ច្រើនជាងនេះអ្នកដែលគ្មានបេះដូងធ្វើបែបនេះគ្មានគុណភាពបើអ្នកចង់បានខ្ញុំនឹងឲ្យអ្នក50យន្តថោកជាងយកពំកិច្ចព្រមព្រៀងល្អបន្ទាប់មកខ្ញុំនឹងចាក់ចេញឆាប់នេះប្រព័ន្ធបានបញ្ជូនខ្ញុំមកវិញនៅមូលនិធិយូរអង្វែងនេះពិតជាសង្ហាណាស់ខ្ញុំបានទៅអឺបាពូអ្នកទិញឡានមួយព្រះតែងតែមានអ្វីមួយនៅក្នុងស្តុកដូច្នេះខ្ញុំបានទិញស្ទៃកចំនួន5វាពិតជាល្អណាស់ក្នុងការធ្វើវានៅពេលអនាគតបន្ទាប់ពីនោះអ្នកនឹងអួតនៅពេលអ្នកចេញទៅក្រៅចូលធ្វើវាមួយម៉ាយប្អូនប្រុសទី28ថ្មីពូគង់សង្ហាណាស់ពេលញ៉ាំអីចុះខ្ញុំអត់មានសម្បត្តិទេបើខ្ញុំមានសម្បត្តិក៏ទិញដែរពូគង់តើអ្នកអាចយកខ្យល់របស់ខ្ញុំជាមួយអ្នកបានទេកូនស្រីឆ្មាសូមមានថ្ងៃមួយទៀតពូខ្ញុំរវល់ពេញមួយថ្ងៃហត់ណាស់និយាយអញ្ចឹងវាយឺតពេលហើយខ្ញុំទើបតែទៅញ៉ាំអាហារវិញពូគង់ស្អែកឯងខ្ចីមួកបានទេខ្ញុំនឹងទៅភូមិដេពីងនៅពីមុខអ្នកខ្ញុំប្រកាសថាវានឹងល្អនៅថ្ងៃស្អែកខ្ញុំគ្រាន់តែចង់អរគុណអ្នកដែលបានមកតើមានអ្វីខុសខ្ញុំច្រណែនខ្ញុំគ្មានចេតនាឲ្យគាត់ធ្វើតាមខ្ញុំទេជាការពិតណាស់វាជាការពិតហេតុអ្វីខ្ញុំកុហកអ្នកថាអ្នកចង់ឲ្យខ្ញុំត្រឡប់មកវិញមុនថ្ងៃនេះហើយបន្ទាប់មកអ្វីបន្ទាប់មកខ្ញុំនឹងធ្វើឲ្យអ្នកញ៉ាំអ្វីដែលឆ្ងាញ់មុនពេលអ្នកឃ្លានប៉ាម៉ាក់តើអ្នកកំពុងធ្វើអ្វីខ្ញុំមានភ្នែករបស់ខ្ញុំប៉ាជួយខ្ញុំញ៉ាំបាត់ញ៉ាំភ្នែកមុតស្រួចញ៉ាំកែវតើអ្នកត្រៀមខ្លួនហើយឬនៅទុកមួយរយៈសិនបន្ទាប់ពីញ៉ាំរួចខ្ញុំនឹងជួយអ្នកញ៉ាំមុនពេលចាក់ចេញខ្ញុំនៅតែមានកូនក្រហមកំពុងដេកខ្ញុំមិនទាន់ចុះមកទេតាំងពីជួបគ្នាដំបូងមើលទៅខ្ញុំត្រូវមើលថៃណែនម៉ៃម្ដងទៀតនៅយប់នេះពូអ្វីដែលអ្នកចង់បានគឺនៅទីនេះបុរសម្នាក់ដែលមើលទៅដូចពូម្នាក់នេះមិនសូវមានអំណាចប៉ុន្មានទេប៉ុន្តែប្រហែលមិនអាចខ្លាយជាការពិតទេគ្រាន់តែដាក់របស់នេះនៅទីនេះបែបនេះមិនខ្លាចគេប្លន់ពូឯងនិយាយមិនអីចឹងវានឹងខូចខ្ញុំនឹងមិនអាចរក្សាវាឲ្យសាមញ្ញបានទេប្រសិនបើអ្នកណាម្នាក់ចង់ដាក់វានៅទីនេះមកពូតូប៉ានេះថ្លៃពេកខ្ញុំមិនបានទិញវាទេខ្ញុំនឹងមើលជាមុនសិនយើងនឹងនិយាយអំពីតារាង8ជួរនេះនៅពេលក្រោយតើអ្នកនៅតែមានសក់ដែលស្អាតពេកទេបាទខ្ញុំនឹងយកវាសម្រាប់អ្នកមិនអីទេខ្ញុំនឹងកាន់នីលុយជូនអ្នកនៅពេលក្រោយមកពូខ្ញុំនឹងឲ្យអ្នក2សែនដើម្បីធ្វើឲ្យរបស់120នេះថោកជាងអ្នកមិនចាំបាច់ស្វែងរកច្រើនទេវាលើសពីការរំពឹងទុករបស់ខ្ញុំហើយខ្ញុំនឹងផ្ដល់ឲ្យអ្នក6សេនក្នុង1ផោនបើគុណភាពល្អខ្ញុំនឹងផ្ដល់ជូនអ្នកនៅពេលក្រោយតើមានបញ្ហាអ្វីសុំទោសចៅវាយ6សេនក្នុង1ផោន120បំណែក72យន្តតើអ្នកខ្លាចជាអ្នកមានដោយរបៀបណានេះខ្ញុំសុំទោសខ្ញុំបានបងកណីខ្ញុំលោកខ្លួនខ្ញុំជាអ្នកចូលចិត្តវាខ្ញុំទើបតែពិនិត្យលុយ30ដបនិងទំនិញជាង100បានឆាប់តាមដែលអាចធ្វើទៅបានតើថៅកែតនេះនៅឯណា
ខ្ញុំនឹងហៅអ្នកថា Lechealzi Lechealchen បងឡុងខ្ញុំមានអារម្មណ៍ថាម្ចាស់តារាង8ជួរនេះគួរតែត្រូវបានរក្សាទុកដោយម្ចាស់វត្ថុម៉េចបានតូនេះលក់200យន្ត200យន្ត Lechealchen បោកបងខ្ញុំទេនៅថ្ងៃនោះគាត់ថា150យន្តមែនទេបងឡុងឯងមិនអាចនិយាយបានទេក្របនេះមិនអាចលូតលាស់ទៀតទេខ្ញុំមិនអាចរីកចម្រើនល្អបែបនេះទៀតទេបងប្អូនអាចមើលដោយខ្លួនឯងបាននេះគឺជាហួងហ៊ូឡៃមីវដែលមានកេរ្តិ៍ឈ្មោះល្អហួងហ៊ូឡៃមីវគឺពិតជារឿងល្អប៉ុន្តែគាត់មិនអាចរៀបចំវ៉ាដូចនេះបានទេបងប្រុសតើខ្ញុំចង់បានតូនេះទេប្រសិនបើអ្នកមានអាកប្បកិរិយាបែបនេះរបស់វិជ្ជបណ្ឌិតសូមបំភ្លេចវាចោលបងប្អូនកុំធ្វើបែបនេះហើយយើងអាចចរចាតម្លៃបានទៀតវានៅតែ150ដំឡើយយើងអាចនិយាយបានប្រហែល150ប៉ុន្តែឥឡូវនេះយើងមិនចង់លើសពី100ទេ100តូចពេកហើយបងប្អូន100គឺគ្រប់គ្រាន់ដើម្បីរាប់អានជាបងប្អូនអ្វីដែលខ្ញុំបានធ្វើថ្ងៃនេះមិនមែនជាការប្រមាថទេឡខ្ញុំបានលេបថ្នាំនៅលើតូនេះបើនៅសេះសល់អ្វីទៀតសូមឲ្យខ្ញុំជំនួសវាខ្លាចជា Table boy ដល់យឺមិនអីទេតោះដាក់របស់នៅទីនេះបន្តិចទៀតនឹងមាននរណាម្នាក់មកទទួលពួកគេខ្ញុំក៏ត្រូវការហ្វុយស៊ីបធំដែលខ្ញុំបានសន្យាពីមុនស្រាលជាងសរុបទាំងអស់មានតែ2000ប៉ុណ្ណោះខ្ញុំនឹងនាំអ្នកបន្ថែមទៀតនៅពេលក្រោយសូមអរគុណខ្ញុំនឹងទៅមុនពេលនេះប្រមូលបានអាហារច្រើនណាស់ខ្ញុំមិនដឹងថាតើបងប្រុសយកនឹងអ្នកដទៃអាចញ៉ាំវាបានឬអត់ហើយអ្វីបានជាគេមិនមានមនុស្សល្អមកពិសាអាហារប្រព័ន្ធដាក់វានៅក្នុងលំមូលដ្ឋានហើយបញ្ជូនវាត្រឡប់ទៅបច្ចុប្បន្នវិញហើយបងប្រុសយូរអ្វីដែលខ្ញុំនិយាយនៅទីនេះគឺហួសហេតុពេកហើយចុះខ្ញុំចាត់មនុស្ស2-3នាក់ឲ្យជួយមើលដែរឬទេខ្ញុំនឹងព្យាបាលអ្នកឲ្យលេងគ្មានបញ្ហាអីទេចូលយើងមកដល់កន្លែងនេះដែលយើងអាចអួតដោយមិនញើសតើមានម្ហូបអ្វីឆ្ងាញ់ឡាវយូដឹងអត់ថាយើងមកស៊ីត្រីវាមិនមែនជាខ្ញុំទេដែលយើងបានប្រាប់អ្នកអំពីចេញខ្ញុំបានញ៉ាំប្អូនប្រុសម្នាក់ថាស្ថុំពីដែលបានចុះហត្ថលេខាកាលពីលើកមុនគឺជារបស់គាត់សំណាងរបស់គាត់គឺប្រសើរជាងតើនេះជាការពិតទេលីខ្ញុំសូមប្រាប់អ្នកថាខ្ញុំមិនចូលចិត្តរឿងធម្មតាទេចូលទៅមុនគេនិយាយពីហ្គេមដែលគាត់បបាញ់ជាទូទៅគាត់មិនអាចវាបានទេ bosses Ben អ្វីគ្រប់យ៉ាងត្រូវបានបញ្ចប់ចូលមកយ៉ាងលឿនពិតជាជ្រុកព្រៃមែនបង្កងព្រៃចានដូចជាសត្វស្លាប់និងទន្សាយត្រូវចំណាយអស់1000យន្តជាលើកទី3ខ្ញុំមានលុយច្រើនដើម្បីញ៉ាំអាហារនេះវាគួរឲ្យចាប់អារម្មណ៍ណាស់គ្រាន់តែនិយាយថាពីរោះណាស់បងអនុញ្ញាតឲ្យខ្ញុំណែនាំខ្លួនឯងខ្ញុំឆេនជាងយ៉ាងមកពី Shen Gang Group នេះជា Lation Sing មកពី Shen Sing Sheng Sing លោកឆេនលោកលៃផឹកស្រានេះគឺជាស្រាដែលមានបរិមាណខ្ពស់តារាងអាហារល្អនិងបើដែលមានបរិមាណច្រើនតើវាមានន័យយ៉ាងណាប្រសិនបើវាមិនដំណើរការទេខ្ញុំនឹងយកវាចេញហើយរងចាំលោកឆេនមានរឿងល្អនៅទីនេះអ្នកនឹងដឹងបន្តពីពិនិត្យវាហេតុអ្វីបានជាស្រានេះមានរសជាតិឆ្ងាញ់អត់ទេខ្ញុំទៅឡានយកពីដបទៅអ្នកមិនអាចផឹកនេះបានទេខ្ញុំចង់បានអ្វីផ្សេងទៀតរងចាំបន្តិចស្រានេះមើលទៅចម្លែកបន្តិចវាជាលំពេងមែនទេត្រូវហើយវាជាខ្សែបូដែលមានលំពេងហ៊ីវ៉ាតូចមួយប្រកបណាស់ខ្ញុំបានទៅទីនោះក្នុងទសវត្សរ៍ឆ្នាំ1970និង1970ហើយបានមើលរឿងនេះវាជាខ្សែក្រវ៉ាត់ Cherry War Orthopedic Belt រឿងព្រេងនិទានបងប្អូនឲ្យយប់នេះកុំប្រញាប់ឡើងលោកឆេនវាគ្រាន់តែជាស្រាប៉ូសេឡែនប៉ុណ្ណោះអ្នកអាចមកវាគឺសម្រាប់មុខរបស់ខ្ញុំបើកវាឥឡូវនេះហើយផឹកវាអត់ទេអ្វីដែលខ្ញុំចង់មានន័យគឺអ្នកលក់ស្រានេះឲ្យខ្ញុំហើយបន្ទាប់មកខ្ញុំមានឈ្មោះដែលខ្ញុំអាចជ្រើសរើសក្នុងអាជីវកម្មរបស់មិត្តម្នាក់យកស្រាមួយដបនេះទៅបងប្អូនវាឡើយណាស្រានេះមានតម្លៃរហូតដល់80,000យន្តខ្ញុំនឹងផ្ដល់ឲ្យអ្នកនៅ100,000យន្តខ្ញុំជំពាក់លុយផ្ទាល់ខ្លួនហើយមិនប្រើវាទេខ្ញុំនៅតែមានវានៅទីនេះខ្ញុំនឹងទៅយកមួយគ្រាប់ទៀតមកលក់ឲ្យខ្ញុំខ្មាស់អៀនចំពោះអ្វីដែលខ្ញុំបានធ្វើនៅពេលនេះខ្ញុំត្រូវតែធ្វើពុតជាមនុស្ស2នាក់នៅក្នុងរឿងមួយនេះហើយខ្ញុំនឹងមិនលាក់បាំងអ្វីពីអ្នកទេខ្ញុំក៏ត្រូវការវាពីថ្ងៃនេះដែរមិនអីទេអ្នកទាំងអស់គ្នាឈប់ប្រកែកទៅខ្ញុំមានច្រើនទៀតនៅទីនេះមានច្រើនទៀតបងប្រុសអស់ចាមែនកុំប្រាប់ខ្ញុំថាអ្នកជាអ្នកលក់ដុំមិនដឹងថាអ្នកទាំងអស់គ្នាចង់ទិញទេហេតុអ្វីបានជាអ្នកម្នាក់មិនមានដបហើយយើងអាចផឹកវាបានបន្ទាប់មកខ្ញុំនឹងឲ្យបងប្រុសហ្គេងផឹកអត់ទេខ្ញុំអាចផឹកតែប៉ុណ្ណឹងតើខ្ញុំអាចនិយាយថាភ្ញៀវផឹកស្រាល្អហើយម្ចាស់ផ្ទះផឹកស្រាមួយដបដោយរបៀបណាស្រានេះល្អប៉ុន្តែវាអាចទិញស្រានេះឲ្យខ្ញុំបានអញ្ចឹងតើអ្នកកំពុងនិយាយអំពីស្រាប្រភេទណាHuben វត្ថុស្រាជីវិតអ្នកនៅតែអាចទទួលបានរឿងនេះមែនទេកុំបារម្ភខ្ញុំអាចធ្វើអ្វីបានឲ្យខ្ញុំផឹកផងខ្ញុំនឹងមានចានមួយ
អ្នកគ្រាន់តែធ្វើពុតជាសប្បាយចិត្តនិងបារម្ភពីវាទោះមិនបាននៅជាមួយគ្នាយូរក៏នៅតែសាច់ប្រូបងប្រុសតើអាចយកស្រានេះពីខ្ញុំបានទេខ្ញុំនឹងមិនអាចទទួលបានវាដោយខ្លួនឯងចាប់ពីពេលនេះទៅនោះគឺជាសុបរបស់ខ្ញុំរូបភាពគឺជាសុបរបស់ខ្ញុំដើម្បីបង្ហាញពី100,000 លានរបស់ខ្ញុំស្ម័គ្រចិត្តវាអ្នក3 ដងតើអ្នកប្រើវាជាលេខទេកូនកាត់របស់អ្នកធ្លាក់មកលើមុខខ្ញុំ មិនអីទេយើងមានរឿងធ្ងន់ធ្ងរត្រូវនិយាយនៅពេលក្រោយកុំផឹកច្រើនពេកឥឡូវនេះចូលនិយាយអំពីអ្វីមួយពេលកំពុងញ៉ាំនិងផឹកអូខេមកវាដូចផ្ទះខ្លាប៉ុន្តែខ្ញុំមិនដឹងថាលុយនោះជាអ្វីទេវាមានតែ1080យន្តលើកនេះខ្ញុំប្រមូលបានច្រើនបើមិនលើកទឹកចិត្តរឿងនេះចោលវាគ្មានប្រយោជន៍ទេព្រោះគុណភាពរបស់វាមិនល្អឡាចេនអ្នកឃើញខ្ញុំចង់ទៅនេះជាការប្រមាថពីរាជវង្សសុងខាងជើងមេឃមានរាងសំប៉ែតពណ៌គឺស្រឡូនភាពស្រស់ស្អាតគឺក្មេងនិងវជុនដ៏ក្រាស់ភាពស្រស់ស្អាតត្រូវបានខូចដោយរੂនិង Go Chen យ៉ាងនេះវាពិតជាល្អបំផុតខ្ញុំសួរអ្នកតើទីតាំងនេះតម្លៃប៉ុន្មានរបស់នេះមានតម្លៃច្រើនហើយម៉ាកក៏លក់ដែរដោយវិធីនេះតម្លៃទីផ្សារគឺ250លានប៉ុន្តែអ្វីដែលប៉ុន្តែរបស់បែបនេះពិបាកលក់លុះត្រាតែរកអ្នកទិញសម្រុំនិយាយទៅចានទាំងពីររបស់ឯងច្បាស់ណាស់បងខ្ញុំចង់បានមេឃស្រឡះនិងស្ងប់ស្ងាត់របស់អ្នកប៉ុន្តែមានបញ្ហាខ្ញុំមិនមានស្ទ្រីមបង្ហាញច្រើននោះទេបើខ្ញុំមិនមានលុយតើខ្ញុំអាចកំណត់ថ្លៃដើមជូនអ្នកបានទេខ្ញុំគ្មានលុយនិយាយទេតើនេះមិនមែនជាលេខជាក់លាក់ដែលអ្នកមិនទាន់លក់ទេនិយាយអីចឹងបងប្រុសខ្ញុំមានលេខជាក់លាក់មួយដែលមានតម្លៃទីផ្សារ300លានខ្ញុំចង់បានលុយប៉ុន្តែខ្ញុំមិនមានវាប៉ុន្តែអ្នកត្រូវតែតាមដានខ្ញុំអាចផ្ដល់ឲ្យអ្នកនៅអ្វីដែលនៅសល់ខ្ញុំមានចិត្តចង់រកលុយទិញផ្ទះយ៉ាងណាមិញវាមិនស្រួលក្នុងការរស់នៅទីនេះទេគ្រាន់តែចូលទៅសិក្សាវាមិនមែនជារឿងមួយទេលេខផ្សេងទៀតពិតជាល្អណាស់វាមិនមែនជាការខាតបង់ទេប្រសិនបើអ្នកទិញវាបន្តមកយើងនឹងទៅមើលថាតើវាសមរម្យឬអត់ហើយខ្ញុំនឹងផ្លាស់ប្ដូរវាបើគេមិនចោះសម្រុងគ្នាបំភ្លេចវាចោលគ្មានបញ្ហាពេលរកឃើញផ្ទះវីឡារបស់ខ្ញុំហើយសរសេរចប់យើងនឹងទៅចាំបន្តិចខ្ញុំនៅមានរឿងចង់និយាយជាមួយបងប្រុសគៀងយកយ៉ាងណាដែរតើអ្នកពេញចិត្តទេចូលមកផ្លុំវាផឹកមកខ្ញុំមានមិត្តម្នាក់ដែលត្រូវការភាពត្រជាក់បែបនេះជាបន្ទាន់ពីសន្តាគារ Hubien តើអ្នកអាចឲ្យខ្ញុំយកមកឲ្យពួកគេមួយចំនួនអូខេយកព្រមមិនអីទេតោះមើលជុំវិញផ្ទះអ្នកឃើញហើយនេះគឺជាវីឡារបស់ដងយឺដាវីសួន4ជាន់របស់ Jendeleng New York មានអ្វីគ្រប់យ៉ាងខ្ញុំស្រឡាញ់ទ្រព្យសម្បត្តិក្នុងដៃរបស់អ្នកហើយខ្ញុំមិនអាចទ្រាំនឹងវាបានទេនេះពិតជាគំនិតល្អមែនវាមិនអាចទៅរួចទេក្នុងការកម្ចាត់វាយ៉ាងណាមិញខ្ញុំបានផ្ទេរត្រឹមតែក្នុងខែមករាឆ្នាំ1977ប៉ុណ្ណោះខ្ញុំប្រកាសថាខ្ញុំអាចស្វែងរកភាពឯកោប្រសើរជាងមុនពី Xiaogong គឺល្អណាស់ខ្ញុំគិតថាវាមិនអីទេអ្នករៀបចំនីតិវិធីបន្ទាប់មកខ្ញុំនឹងរៀបចំការដឹកជញ្ជូនទំនិញទៅអ្នកមិនអីទេវាចប់ហើយបងប្រុសវីឡានេះនឹងក្លាយជារបស់អ្នកចាប់ពីពេលនេះទៅរីករាយក្នុងការធ្វើការជាមួយលោក Chen អញ្ចឹងខ្ញុំនឹងចាក់ចេញមុនតោះទៅចាប់ពីពេលនេះទៅខ្ញុំក៏នឹងមានផ្ទះវីឡាផងដែរគួរឲ្យអាណិតណាស់ដែលមានតែឲ្យចាស់ទាំងនេះប៉ុណ្ណោះដែលមានតម្លៃទេខ្ញុំនៅតែមានតុបការពីរខ្ញុំសប្បាយចិត្តណាស់ដែលខ្ញុំភ្លេចសួរអំពីតុដាក់ផ្កានេះមានតម្លៃ100យន្តខ្ញុំត្រូវលក់វាក្នុងតម្លៃជាង100យន្តវាមិនសមរម្យទេក្នុងការហៅពួកគេថាខ្សែសង្វាក់ភ្លើងឥឡូវនេះនៅពេលណាដែលគាត់ផឹកច្រើនពេកហេតុអ្វីបានជាអ្នកមិនបង្ហោះវានៅលើអ៊ីនធឺណិតជាមុនមើលថាតើមានអតិថិជនណាខ្លះមិនមានព័ត៌មានអ្វីទាំងអស់វាហាក់បីដូចជាអ្នកជំនួញអនឡាញពិតជាមិនគួរទុកចិត្តជាសំណាងល្អខ្ញុំបានឆ្លៀតពេលសិក្សាបន្ថែម
សូមផ្ញើមកវិញយូរហើយខ្ញុំទើបតែរស់នៅក្នុងផ្ទះវីឡាធំមួយហើយត្រឡប់ទៅផ្ទះដែលទ្រុឌទ្រោមដែលផុតកំណត់យូរមកហើយកម្រិតពណ៌គឺពិតជាធំណាស់ហេតុអ្វីបានជាអ្នកនៅទីនេះបើអ្នកមិនចង់បានផ្ទះថ្មីនេះអ្នកគឺជាហ្គេងឈីមែនទេនាងជាយាយរបស់ខ្ញុំដែលនៅតែចាស់ជាងខ្ញុំកូនប្រុសស្លាប់គាត់ក៏សម្លាប់អូនស្រីរបស់ខ្ញុំដែរគ្មានអាហារឬភេសជ្ជៈសម្រាប់កុមារទាំងពីរនាក់នោះទេប្រសិនបើខ្ញុំមិនបានមកទីនេះកូនទាំងពីរនេះស្លាប់យូរតើអ្នកកំពុងធ្វើអ្វីនៅទីនេះឥឡូវអ្នកគឺជាឪពុកម្ដាយរបស់ក្មេងស្រីទាំងពីរនេះហើយខ្ញុំជាជីដូនរបស់ពួកគេយើងជាគ្រួសារមួយខ្ញុំចង់ខ្ចីលុយពីអ្នកតើអ្នកណាអាចចិញ្ចឹមអ្នកជាគ្រួសារកាំងហ្វេងឈីខ្ញុំឃើញអ្នកពិតជាចូលចិត្តក្មេងណាស់អ្នកឃើញចិញ្ចឹមពួកគេល្អណាស់បើមិនដូច្នេះទេខ្ញុំមានចៅប្រុសពីរនាក់តើខ្ញុំបានប្រព្រឹត្តចំពោះអ្នកយ៉ាងណាកាលពីអតីតកាលអ្នកបានថែរក្សាពួកគេយ៉ាងល្អផ្ដល់ឲ្យពួកគេនៅសម្លៀកបំពាក់ថ្មីអាណិតស្រីពីរនាក់នេះកុហកទេទៅឆ្ងាយសម្រាប់ចៅប្រុសរបស់អ្នកខួរក្បាលរបស់អ្នកឈឺតើអ្នកអាចនិយាយដោយរបៀបណាអូនជាមនុស្សព្រៃដែលរត់ចេញពីណាដឹងទៅណាហើយអូនជាកញ្ជ្រោងប្អូនស្រីគេសីនិងកូនបងក៏មិនមែនជារឿងល្អដែររមៀលបើអ្នកមិនស្វាគមន៍ក្នុងគ្រួសារយើងមិនក៏អ្នកមិនខ្ចីលុយខ្ញុំនឹងយកស្រីពីរនាក់នេះទៅឆ្ងាយហើយអ្នកនឹងធ្វើបាបខ្ញុំហេតុអ្វីបានជាអ្នកមិនកុហកខ្ញុំតើនោះជាផ្ទះចៅស្រីរបស់ខ្ញុំទេឬក៏ជាកូនខ្ញុំតើអ្នកនឹងខ្ចីវាអត់តើអ្នកនឹងធ្វើជាអ្នកបញ្ឆោតខ្ញុំឬតើអ្នកចង់យកកូនទាំងពីរទេខ្ញុំបានចំណាយប្រាក់ជាង100 យ៉ាងលើពួកគេតើអ្នកត្រូវផ្ដល់ឲ្យខ្ញុំនៅអ្វីតើមានរឿងអ្វីជាមួយខ្ញុំដែលអ្នកចំណាយប្រាក់ច្រើនលើពួកគេតើអ្នកមិនមែនជាជីដូនរបស់កូនទេបើឯងមិនឲ្យទេខ្ញុំនឹងរកកំពូលហើយចេញពីទីនេះប៉ាអ្នកមិនចង់បានយើងទេប៉ាមិនអាចបណ្ដេញយើងចេញទេយើងនឹងស្ដាប់បង្គាប់ចាប់ពីពេលនេះទៅណែនឹងវាយើងរាល់ថ្ងៃហើយមិនផ្ដល់អាហារដល់យើងឡើយធានាប៉ានឹងមិនដេញអ្នកទៅអនាគតទេតើអ្នកណាមិនអាចធ្វើបាបអ្នកបានទេបើអ្នកមានប៉ាស្អែកនាំអូនទៅទីក្រុងញ៉ាំអាហារឆ្ងាញ់យើងទៅទីក្រុងមានស្ករគ្រាប់សម្រាប់ញ៉ាំអ្នកទៅលាងដើមឈើហើយចូលគេងឲ្យលឿនខ្ញុំសុំទោសដែលធ្វើឲ្យអ្នកមានបញ្ហាតើខ្ញុំអាចនិយាយអ្វីបានយើងជាគ្រួសារមួយអ្នកក៏គួរចូលគេងឲ្យលឿនផងដែរតើមានអ្វីកើតឡើងពូខ្វាងអរគុណដែលឲ្យខ្ញុំខំវាពិបាកសម្រាប់ក្មេងស្រីតូចដូចអ្នកក្នុងការមើលថែកូនពីរនាក់ពេញមួយឆ្នាំនេះខ្ញុំនឹងផ្ដល់ឲ្យអ្នកនៅការភ្ញាក់ផ្អើលមួយនៅថ្ងៃស្អែកនៅពេលអ្នកចូលគេងខ្ញុំនឹងទៅហាងចែករំលែកដើម្បីទិញអ្វីមួយកូនរបស់អ្នកអាចទៅលេងនៅទីនោះតើខ្ញុំចង់បានអ្វីនេះមិនអីទេសូមអរគុណឈិនសៃតើអ្នកចង់បានអ្វីសូមផ្ដល់ឲ្យខ្ញុំនៅការពិនិត្យស្រាមួយមិនអីទេសូមអរគុណតើអ្នកនៅទីនេះទេថ្ងៃនេះចង់ទិញស្រាទេវាហាក់ដូចជាថាថ្ងៃនេះអ្នកលក់ចេញនៅថ្ងៃនេះគាត់មើលទៅដូចជាមនុស្សតើអ្នកចង់បានអ្វីទេតើស្រានិងអាហារប្រភេទណានៅសប្តាហ៍ថ្ងៃនេះផ្កាឈូករត់ធំតបឆ្អឹងហោះលើមេឃសូមយកកាក់ត្បូងពេជ្រពីរកាក់បន្ថែមទៀតមកខ្ញុំនឹងស្រាធម្មតាមួយចំនួនមានរឿងច្រើនណាស់ហេតុអីអ្នកមិនទុកវានៅទីនេះមុនហើយខ្ញុំនឹងសុំឲ្យមិត្តខ្ញុំយកវាមកអ្នកវិញមិនចាំបាច់ទេមិនអីទេខ្ញុំនឹងយកវាសម្រាប់អ្នកមកព័ត៌មានលម្អិតនាំរោមជិមចូលទៅក្នុងកន្លែងផ្ទះបាយទីបំផុតខ្ញុំបានទទួលក្បាលពស់ធំដែលមានរោមបងប្រុសកុំប្រញាប់ចាក់ចេញតើអ្នករៀបការហើយឬនៅបងស្រីខ្ញុំមិនទាន់រៀបការទេខ្ញុំបាននិយាយថាអ្នកមានចិត្តល្អចំពោះខ្ញុំនៅថ្ងៃនេះប៉ុន្តែវាបានក្លាយទៅជាមនុស្សធំកូនរបស់ខ្ញុំអាចចូលលេងហ្គេមបានចេញទៅក្រៅខុសទៀតហើយខ្ញុំមិនដឹងថាគាត់មានបញ្ហាអ្វីទេហេតុអ្វីបានជាគាត់ខឹងខ្លាំងមកពីអ្នកចាប់អារម្មណ៍ពេកមែនទេ
ពួកឯងទៅទីក្រុងម្ដងទៀតហើយទិញរបស់ល្អ